សូមជូនរឿងសង្គ្រាមរន្ទះកំភ្លើងធំប្រយ័ត្នកំភ្លើងធំបាច់ត្រៀមទី9ត្រូវបាត់បង់ហើយសូមជំនួយជាបន្ទាន់សូមជំនួយជាបន្ទាន់មកសញ្ញា101នៅចំណុច4415ចម្ងាយ1050ម៉ែត្រចំណុច12 938ចម្ងាយ9502កម្ពស់437កម្ពស់437ខ្ញុំឆាំងជាងរៀបចំរួចហើយខ្ញុំលីជាងរៀបចំរួចហើយលីជាងឆាំងជាងកុំតិចសត្រូវឲ្យបានកុំញញឹតដែរសោះបាញ់ជាមិញរាយការណ៍ម្ដងទៀតងាកឆ្វេងសរោ8សូមរាយការណ៍លោកមេបញ្ជាការកងទ័ពរបស់យើងបានវាយលុកចូលក្នុងខ្សែត្រៀមទី1របស់សត្រូវហើយទៀតគូប្រយុទ្ធរបស់យើងគឺកងពលលេខ6ដល់សាហាវលោកអនុសេនីយ៍ត្រីលោកនិយាយទៅមើលតើគេសុខចិត្តឲ្យយើងវាយលុកខ្សែត្រៀមរបស់គេដែរទេថៃសានកុយការវាយលុករបស់យើងក៏មានការរាំងស្ទះដែរសូមជំនួយជាបន្ទាន់គ្រប់អង្គភាពប្រុងប្រយ័ត្នធ្វើយ៉ាងណាស្រាវជ្រាវឃើញកំភ្លើងធំរបស់សត្រូវតាមបានទេតាមបានហើយណែឆាប់រាយការណ៍ថ្នាក់លើភ្លាមក្រុមលេខ7សូមរាយការណ៍ក្រុមលេខ3សូមរាយការណ៍ក្រុមលេខ5សូមរាយការណ៍ទីនេះមានព្រើច្រើនណាស់មិនអាចពិនិត្យសភាពការខាងមុខបានទេអានេះហើយក៏មិនអាចដឹងពីទីតាំងកំភ្លើងធំរបស់សត្រូវបានដែរសូមរាយការណ៍សូមជំនួយជាបន្តក្រុម3សូមរាយការណ៍កំភ្លើងធំរបស់សត្រូវសាហាវណាស់ការវាយលុកក៏ត្រូវរាំងស្ទះដែរសូមចេញបញ្ជាជាបន្តក្រុមទី7សូមរាយការណ៍ខាងខ្ញុំក៏អញ្ចឹងដែរកំភ្លើងធំរបស់សត្រូវកំពុងធ្វើការវាយលុកយ៉ាងខ្លាំងសូមជំនួយជាបន្តស្ដាប់បានឆ្លើយស្ដាប់បានហើយបញ្ជាកងទ័ពទាំងមូលផ្អាកការវាយលុករៀបចំសារជាថ្មីឡើងវិញបាទទៀតម្យ៉ាងទៀតលីខៃវ៉ានហើយណាគេកំពុងទទួលការបង្ហាត់ពិសេសទៀតយកគ្នាព្រោះសម្រាប់ចលនាបាញ់មិញនេះគឺជាចលនាសង្គ្រោះខ្លួនឯងជាបន្ទាន់នេះគឺជាការបង្ហាត់លុតដំកម្លាំងខ្លួនកាយរបស់យើងព្រមទាំងពង្រឹងស្មារតី
អ្នកទាំងអស់គ្នាសុទ្ធតែជាកងទ័ពជើងឯកជំរឿសចេញពីអង្គភាពនានាក្នុងការវឹកហាត់រយៈពេលកន្លងមកអ្នកទាំងអស់គ្នាមានស្នាដៃល្អណាស់មុខសញ្ញាពិសេសរបស់យើងគឺលីចាមីងកៅធៀនភូថាំងយ៉ុងភីងនិងលីងសៀវលៀងក៏ប៉ុន្តែកងយកការនៅក្នុងទីតាំងរបស់សត្រូវដោយពួកយើងអញ្ចឹងត្រូវខិតខំវឹកហាត់តទៅទៀតហាត់ហើយហាត់ទៀតហាត់ជានិច្ចកាលបាទរៀនរត់ទៅមុខរៀបចំហើយនៅរួចហើយយល់ល្អសម្រាប់10នាទីរួចហើយចាប់ផ្ដើមហាត់ទៀតសម្លាញ់សមរភូមិកំពុងតែប្រយុទ្ធយ៉ាងខ្លាំងចំណែកពួកយើងមួយថ្ងៃដឹងតែពីវឹកហាត់ពេលហាត់ចប់នោះវាចាប់សង្គ្រាមបាត់ទៅហើយគ្មានបានបាញ់មកគ្រាប់ទេកុំអាតកហល់ពេកនេះគេហៅថាវឹកហាត់ច្រើនពេលប្រយុទ្ធណាពេលប្រយុទ្ធហូចឈាមតិចយើងក៏ចេះនិយាយដែរណែកោធានព្រោះមួយថ្ងៃរួចមិនក៏ឯងមិនសាកសួរគាត់មើលវៃយ៉ាងម៉េចដែរម៉ែដែរក្រុមយកការត្រូវពឹងផ្អែកទៅលើខួរក្បាលនិងល្បិចពេលដែលទៅយកការបើសិនជាពឹងផ្អែកលើគេតើរាយការណ៍ប្រាប់គេយ៉ាងម៉េចកើតបើអញ្ចឹងខ្ញុំបរាជ័យទៀតហើយលោកលេវ៉ាលោកមេបញ្ជាការអញ្ជើញលោកទៅមកផ្លែនការធានភូមកតាមខ្ញុំបាទងើបឡើងណាបងយ៉ាងម៉េចដែរហ្នឹងការធានភូឯងកំពុងមើលស្អីហ្នឹងមានស្រីម្នាក់ត្រូវរបួសតើគិតយ៉ាងម៉េចទៅល្ងងណាស់នាំនាងឡើងឡានបាទកត្រៃមកកបិតកត្រៃតូចទុកកន្លែងណាសម្លៃដាក់ខាងនោះទៅបាទមានអ្នករបួសមកឲ្យចាប់ដៃឡើងតើមកលឿនហោះដាក់ប្រកាមកកាន់ជាងហោះលឿនឡើងដាក់ចំឲ្យលឿនឡើង
ថ្នមប្រយ័ត្នតិចដាក់ចុងណែប្រយ័ត្នបានស្អែកតិចលឿនលីសិនណែលោកមេក្រុមលោកទើបតែមកពីសមរភូមិតែមកពីសមរភូមិនៅខាងមុខយ៉ាងម៉េចទៅហើយលោកមេក្រុមកុំអាលខាងអីណាខ្ញុំមិនខាងទេតែពួកសត្រូវដូចជាខាងសម្បើមណាក្រុមយកការរបស់លោកតាគេធ្វើអីខ្លះយើងទើបតែឆ្លងផុតខ្សែត្រៀមទី1ក៏ត្រូវកំភ្លើងធំរបស់សត្រូវវាយលុកមកលើយើងកំភ្លើងធំរបស់គេលាក់បានល្អយើងរកមិនឃើញទេណាតែសតនិយាយណាគ្មានបានការទល់សោះតើលោកមានដឹងទេបងប្អូនរបស់យើងមានពាក់កណ្ដាលត្រូវពាក់លីជីវិតបាត់ទៅហើយយើងប្រកាសជាឈ្នះម្ដងនេះយើងធ្វើឲ្យកងទ័ពសត្រូវទទួលបរាជ័យទាំងស្រុងកាលពីម្សិលមិញថ្នាក់លើកោតសរសើរយើងខ្លាំងណាស់តែពួកកងទ័ពសត្រូវគេប្រកាសជាមិនអស់ដូច្នេះពួកយើងទាំងអស់គ្នាត្រូវតែប្រយ័ត្នប្រយែងឲ្យមែនទែនណាលោកមេបញ្ជាការពូកែដឹកនាំកងទ័ពណាជាពិសេសគឺកំភ្លើងធំដ៏សាហាវរបស់យើងកងទ័ពចិនគ្មានអីគួរអស្ចារ្យនោះទេនៅមានមនុស្សម្នាក់ទៀតដែលយើងមិនអាចបំភ្លេចបានគេតែងតែចេញចូលក្នុងប្រទេសចិនផ្ដល់ព័ត៌មានយ៉ាងច្បាស់លាស់សម្រាប់យើងថ្ងៃនេះយើងក៏បានអញ្ជើញគេមកចូលរួមដែរម្នាក់នេះគឺជាប្រធានក្រុមយកការយៀនសុងសូមស្វាគមន៍នេះជាស្រាសម្រាប់អ្នកទាំងអស់គ្នាអាយ៉ាចាចាអ្វីយើងមានឱកាសបែបនេះច្រើនណាស់អ្នកទាំងអស់គ្នាសូមអញ្ជើញណាអញ្ជើញសូមអញ្ជើញយៀនសុងសូមអញ្ជើញមកនេះបាទកងទ័ពសត្រូវមានសភាពយ៉ាងម៉េចនៅតំបន់ខាងជើងនៃសមរភូមិកងទ័ពសត្រូវបានបញ្ជូនកងរថក្រោះយ៉ាងច្រើនតាមខ្ញុំស្មានពួកគេប្រកាសជាមកសារជាថ្មីដើម្បីធ្វើការវាយលុកពួកគេចាញ់យើងម្ដងទៅហើយពួកគេប្រកាសជាមិនអស់ចិត្តលោកមេបញ្ជាការលោកទុកចិត្តចុះខ្ញុំដឹងពីល្បិចរបស់ពួកវាអស់ហើយខ្ញុំក៏ដឹងថាធ្វើយ៉ាងម៉េចដែរយើងប្រកាសជាឈ្នះសួស្តីសំគ្រប់សួស្តីល្អណាស់ខៃវ៉ាមកមើលផែនទីនេះមើលលោកចាំមើលណាចំណុច655គឺជាព្រំប្រទល់រវាងប្រទេសយើងនិងសត្រូវនេះគឺជាចំណុចរបស់យើងចំណែកកងទ័ពសត្រូវបាននៅចំណុចខ្ពស់ទាំង3គេធ្វើការវាយលុកទឹកដីរបស់យើងជាង10គីឡូទៅហើយម្យ៉ាងទៀតគេមានកំភ្លើងធំលួចលាក់សម្ងាត់ធ្វើឲ្យការវាយលុករបស់យើងមានការរាំងស្ទះជាខ្លាំងម្យ៉ាងទៀតបរាដារបស់យើងមិនអាចប៉ាន់ស្មានពីទីតាំងច្បាស់លាស់របស់ពួកវាទេកិច្ចការចាំបាច់ពេលនេះគឺកំទេចទីតាំងកំភ្លើងធំសម្ងាត់របស់ពួកគេយើងមិនអាចពឹងផ្អែកលើកម្លាំងយកការរបស់សមរភូមិបានទេយើងត្រូវតែចាត់ចែងក្រុមយកការពិសេសមួយដើម្បីចូលក្នុងចំណុច665រួចហើយស្រាវជ្រាវបានច្បាស់ពីទីតាំងកំភ្លើងធំនោះមែនហើយក្រុមយកការចូលទៅក្នុងយកការរួចហើយផ្ដល់ព័ត៌មានដល់យើងនឹងកម្ចាត់ពួកវាជាក្រោយកិច្ចការនេះយើងសូមប្រគល់ជូនលោកសមាជិកក្រុមយកការត្រូវស្ទាត់ជំនាញលោកជ្រើសរើសនៅអង្គភាពរបស់លោកចុះពួកគេមានស្នាដៃល្អណាស់ខ្ញុំយល់ថាត្រូវបន្ថែមមនុស្ស2នាក់ទៀតអ្នកណាទី1គឺជាលោកមេក្រុមចាស់របស់ខ្ញុំឈ្មោះជាងយៀនទី2លៀងកោជូបងប្អូនទាំងអស់គ្នាសូមស្ងាត់ថ្ងៃនេះគួរឲ្យត្រេកអរខ្លាំងណាស់លៀងកោជូបានទទួលការអនុញ្ញាតពីថ្នាក់លើរៀបការជាមួយនឹងហ្វុងអេងនៅសមរភូមិយើងនេះគឺជាដំណឹងពិសេសរបស់យើងនោះអាចបញ្ជាក់ថាកងទ័ពរបស់យើងគួរឲ្យស្រឡាញ់ណាស់ឥឡូវនេះណែលៀងកោជូជាមនុស្សយ៉ាងម៉េចvậyខ្ញុំមិនដែរស្គាល់ដែរគ្នាស្គាល់គេជាកងទ័ពដ៏ក្លាហានម្នាក់នៅក្នុងអង្គភាពរបស់យើងគេកាន់កាភ្លើងធំដូចជាកាន់ចង្កឹះស៊ីបាអញ្ចឹងយេឯងដូចជាសរសើរគេហួសហេតុពេកហើយមកសំជើញលើកែឡើងលៀងកោជូសំជើញណាទៀតមិនក៏មិនលើកែឡើងហើយលើកទៅសំជើញផឹកអស់ដៃយកនេះផឹកឲ្យស្វងអើយសំជើញមកជួយលបងទាំងពីរក៏មកដែរមកជើញតាមមើលទឹកមុខលបងប្រកាសជាមានផែនការទៀតហើយណែអាបងណាឯងជ្រើសរើសថ្ងៃរៀបការល្អណាស់តែ
ពិតជាល្អមែន កូនកំឡោះកូនកំមុំមកនេះអូកូនកំឡោះកូនកំមុំឡើងឈរលើជើងម៉ាបង្វិល3ជុំបើសិនជាធ្លាក់ពីលើជើងម៉ាត្រូវបែកគ្នាចាប់ដើមបង្វិលប្រយ័ត្នលោកមេបញ្ជាការលាវលបងនិយាយចោះខ្ញុំយល់ហើយលបងមករកខ្ញុំប្រកាសជាមានផែនការកុំយល់ច្រឡំអីយើងមកអបអរសាទរឯងតាទុកមុខលបងមិនអាចកុហកខ្ញុំបានទេម្យ៉ាងទៀតមានផែនការណាដែលខ្ញុំមិនចូលរួមនោះឯងកុំភ្លេចឲ្យសោះឯងទើបតែរៀបការថ្មីកុំឲ្យកូនកំមុំអស់សង្ឃឹមឲ្យសោះណាចូលក្នុងវិញទៅណែខ្ញុំជម្រាបលបងតែចោះទោះជារៀបការហើយក៏អាចទៅសមរភូមិបានដែរបានហើយចូលទៅក្នុងវិញទៅថាចូលទៅវិញទៅលៀងក៏ជូឯនៅស្ងៀមធ្វើឲ្យទៀតមិនក៏ឆាប់ឡើងឡានមកកុំហៅគេបើឡានបាទលោកលាវយប់ជ្រៅហើយអូនចូលទៅគេងទៅបងក៏ជូនេះគឺជាកវ៉ាត់ក្រហមការពារខ្លួនណាអូនដឹងថាបងនឹងចេញដំណើរហើយសង្ឃឹមថាបងនឹងត្រឡប់មកវិញដោយសុវត្ថិភាពបងអ៊ីងបងក៏មានរបស់មួយយ៉ាងជូនអូនដែរបងអ៊ីងបងជាកងទ័ពម្នាក់បងត្រូវតែបំពេញតួនាទីរបស់បងពេលដែលទៅដល់សមរភូមិក្របកំភ្លើងទាំងនោះគ្មានភ្នែកទេនិយាយតាមពិតទៅចុះបងមិនចង់ឲ្យអូនពិបាកទេបើកុំតែមានសង្គ្រាមយប់នេះបងក៏មិនចង់ទៅណាដែរបងអ៊ីងអូនក៏មិនទោសបងឲ្យសោះអូនមិនបន្ទោសបងទេអូនមិនបន្ទោសទេអូនមិនបន្ទោសទេអាវុធនេះគឺពឹងផ្អែកទៅលើចំហាយខ្យល់កុំប្រើកម្លាំងបាយសោះនេះជាអាវុធដែលយើងត្រូវប្រើនៅពេលនោះចំណែកគ្រាប់ទាំងនេះគឺជាគ្រាប់ដែលគ្មានក្បាលស្ដាប់បានទេបាទទេពេលដែលរបួសជាហើយនាងត្រឡប់ទៅក្រោយវិញចុះណាទេខ្ញុំត្រូវការសងសឹកឲ្យឪពុកម្ដាយខ្ញុំគាត់ស្លាប់ដោយសារគ្រាប់បែកខ្ញុំនឹងរួមដំណើរជាមួយកងទ័ពអ្នកដែលជួយនាងគឺជាកងទ័ពយកការនាងទៅរកគេចុះអ្នកបងតើខ្ញុំបោកខ្លួនឯងបានហើយមិនអីទេខ្ញុំទំនេរតើខ្ញុំបោកបានហើយតែខ្ញុំខ្លាចលោកមេក្រុមស្រីខ្ញុំណាមិនអីទេអារម្មណ៍សួស្ដីអ្នកបងមិនតន់ត្រឡប់ទៅវិញទេយប់នេះខ្ញុំត្រឡប់ទៅវិញហើយអ្នកបងមិនក៏បញ្ញាប់ម្ល៉េះអ្នកបងគួរតែស្នាក់នៅទីនេះពីមួយថ្ងៃសិនណាអ្នកបងគាត់ជួគេទៅសមរភូមិខ្ញុំត្រូវតែត្រឡប់ទៅធ្វើស្រែវិញអ្នកបងដាច់ចិត្តពីបងគាត់ជួហើយអ្នកបងក្រាបចោ
ម៉ោង 2 កន្លះទៅហើយមិនក៏មិនតាន់ឃើញលោកលាវត្រឡប់មកវិញអញ្ចឹងចាំគាត់បន្តិចទៅណែឯងចេះភាសានេះមកពីណាខ្ញុំរៀនពីបងប្អូនខ្ញុំបើឯងជួបគេអាចនិយាយជាមួយគ្នាបានទេបានប៉ុន្តែបានអញ្ចឹងចាំនិយាយជាមួយខ្ញុំនេះក៏ហៅថាភាសាវៀតណាមដែរនិយាយតែផ្ដាស់អេខ្សែក្បាត់ក្រហមរបស់អ្នកបងប្រកាសជាស័ក្តិសិទ្ធិហើយមែនទេនេះក៏ជាសន្តានចិត្តរបស់នាងដែរมันប្រើមិនកើតនិយាយការពិតតែចោះទើបតែរៀបការថ្មីបែកគ្នាភ្លាមអញ្ចឹងអ្នកបងមិនបន្ទោសបងទេបន្ទោសខ្ញុំហ៎នាងរងចាំខ្ញុំ7ឆ្នាំហើយណាពិតជាអញ្ចឹងមែនទេបងពិតមែនហើយអោះលោកលីមកអូលោកលាវមិនក៏ស្មាននេះទៅតែមកវិញលោកលាវតាពេលណាទៅយើងចេញដំណើរកូនជូឯងមិននេះមកផ្លែតយីមានរឿងអីមិនដឹងដែរលោកលាវមានកាយហ្នឹងលោកអនុសនីឯកបានសម្រេចចិត្តឲ្យឯងត្រឡប់ទៅវិញដើម្បីរៀបចំឲ្យនាងកិច្ចការលើកនេះឯងមិនបាច់ចូលរួមទេឡានកំពុងរងចាំឯងយប់ស្អែកអង្គភាពប្រយុទ្ធនឹងវាយបើកផ្លូវដើម្បីឲ្យយើងបន្លំខ្លួនចូលក្នុងទីតាំងរបស់សត្រូវមុខសញ្ញា655គឺនៅត្រង់នេះភូមិសាស្ត្រនៅទីនោះមានការស្មុគស្មាញខ្លាំងណាស់ហើយជាកន្លែងដែលការពារយ៉ាងតឹងតែងតាមការវែកញែករបស់លោកអនុសនីឯកបានឲ្យដឹងថាទីតាំងកំភ្លើងធំសម្ងាត់របស់ពួកវាប្រហែលជាលាក់នៅក្នុងចំណុច655ដែលជាចំណុចខ្ពស់បំផុតសត្រូវរបស់យើងគឺជាមេដឹកនាំក្រុមយកការយានតុងដែលការពីមុនគេធ្លាប់រៀននៅសាលាខុនមិញគេស្គាល់យើងច្បាស់លាស់ណាស់រីឯកិច្ចការរបស់យើងលើកនេះគឺមានការតាក់ទងនឹងការស្លាប់រស់របស់អង្គភាពយើងត្រូវត្រៀមលក្ខណៈមកត្រង់សិស្សមហាវិទ្យាល័យទើបតែចូលក្រុមស្រាវជ្រាវមែនទេបាទឯងនិយាយទៅមើលបើសិនជាប្រដាប់ស្ទង់របស់ឯងត្រូវខូចនៅពេលចាំបាច់តើឯងគិតយ៉ាងម៉េចត្រូវពឹងផ្អែកទៅលើផ្នែកទាំងពីរហើយកំណត់ទីតាំងនិងចម្ងាយបានច្បាស់លាស់លោកបញ្ជាការពួកគេចាំច្បាស់ណាស់ឯងជាអ្នកបោសសម្អាតឯងជាអ្នកនាំផ្លូវរបស់ក្រុមទាំងមូលកិច្ចការរបស់ឯងសំខាន់ណាស់គ្រាប់មានសត្រូវมันអាចធ្វើឲ្យខ្ញុំបានទេល្អយើងសង្ឃឹមថាពួកឯងនឹងទទួលជោគជ័យអ្នកទាំងអស់គ្នារហស្សនាមរបស់អ្នកទាំងអស់គ្នាគឺផ្លេចបន្ទោអ្នកទាំងអស់គ្នាចូលខាងក្នុងលាក់ខ្លួនឲ្យបានចិត្តស្រាវជ្រាវឲ្យបានច្បាស់រាយការណ៍ឲ្យបានលឿនដាច់ខាតមិនឲ្យមានអ្នករបួសនេះជាវិន័យក្នុងក្រុមរបស់ពួកឯងល្អយើងសូមជូនពរពួកឯងទាំងអស់គ្នាលោកអនុសនីឯកចាំខ្ញុំផងលោកអនុសនីឯកលោកអនុសនីឯកលាំងកូនជូសូមគោរពស្មារតីឯងនឹងនៅមែនលោកទុកចិត្តចុះខ្ញុំបានត្រៀមលក្ខណៈសម្បត្តិរួចហើយចេញដំណើរ
កំពុងធ្វើការវាយលុកហើយសំជំនួយជាបន្តទប់ទួលឲ្យបានបញ្ជាពួកគេចេញជំនួយភ្លាមលោកមេបញ្ជាការនេះជាទូរស័ព្ទរបស់លោកយិនសងទៀតស្មាននេះទៅហើយតើគេនៅឯណាលោកទុកចិត្តចោះជំនួយការរបស់ខ្ញុំគេមកវិញហើយយប់នេះកងទ័ពសត្រូវគេមិនធ្វើអន្តរាគមន៍ទេប៉ុន្តែតាមការប៉ាន់ស្មានរបស់ខ្ញុំពួកគេប្រហែលជាបញ្ជូនក្រុមយកការរបស់គេមកស្រាវជ្រាវពីសកម្មភាពរបស់យើងអញ្ចឹងប្រសើរណាស់ប៉ុន្តែតាមដានពួកវាមែនទេគេឆ្លងផុតកន្លែងហ្នឹងមកនេះមានបាយជួយមានមួយមកប្រៃនេះសុំខ្លាំងបដោះតែយើងតាឯងពិតជាល្អមែនvậyលោកមេក្រុមគ្នាយើងទេទៀត
ពិតគឺពោះថាអញភ័យសឹងលុះបលឹងទៅហើយ អូវាបាក់ តាម អូមិនក៏មិនតាមមិនដឹងហេតុអីឆ្កែមិនព្រមព្រុសសោះអង្គភាពទាំងមូលរៀបចំចេញដំណើរភ្លាមកងទ័ពយកការរបស់សត្រូវចេញដំណើរទាំងយប់ទាំងថ្ងៃមិនត្រូវមានការធ្វេសប្រហែសទេយើងកំពុងស្ថិតនៅកន្លែងនេះទៅចំណុច655មានច្រក2មួយធ្វើដំណើរទៅកាន់ចំពោះឥន្ទ្រីមួយទៀតធ្វើដំណើរតាមផ្លូវទឹកកាត់ចំពោះឥន្ទ្រីសត្រូវការពារតាំងតែងណាហើយដំណើររបស់យើងក៏មានការវែងឆ្ងាយដែរតែបើទៅឆ្ងាយដែរតែបើទៅតាមផ្លូវទឹកកាត់បណ្ដោយមាត់ស្ទឹងដំណើររបស់យើងមានការជឿនលឿនច្រើនណាស់ដើម្បីចំណេញពេលវេលាដូច្នេះហើយយើងសម្រេចធ្វើដំណើរតាមផ្លូវទឹកក៏ប៉ុន្តែមាត់ស្ទឹងមានការប្រែប្រួលគ្រប់ពេលវេលាយើងត្រូវប្រយ័ត្នប្រយែងសូមរាយការណ៍ទៀនដើមរស្មីខ្ញុំរៀបចំរួចហើយឡយើងនាំគ្នាសម្រាប់2ម៉ោងសិនរួចហើយចេញដំណើរទៅទៀតលោកលេវ2ម៉ោងទៀតគឺថ្ងៃរះហើយធ្វើយ៉ាងនេះមិនខ្លាចបាច់ការទេឯងកុំភ្លេចថាបន្លារបស់យើងគឺយានសុងគេដឹងពីទម្លាប់របស់យើងច្បាស់ណាស់យើងត្រូវធ្វើដំណើរខុសប្លែកពីមុននៅពេលយប់យើងមិនចេញដំណើរទេធ្វើជាអ្នកយកការត្រូវតែស្គាល់ពុំឲ្យបានច្បាស់លាស់ថ្ងៃស្អាតច្បាស់លោកមេក្រុមមើលអីហ្នឹងមើលរូបថតរបស់ខ្ញុំបានល្ងិតយ៉ាងនេះមើលមិនឃើញគ្រាន់តែស្ទីបក៏អស់ចិត្តដែរណែលោកដឹងទេវាស្រឡាញ់ខ្នងរបស់ខ្ញុំណាខ្នងរបស់លោកមានអីឡវាអាចជិះលើខ្នងខ្ញុំណាលោកស្រឡាញ់កូនណាឥឡូវខ្ញុំចាស់ហើយធ្វើអីក៏មិនកើតដែរបើធ្វើកងទ័ពវាហួសអាយុតែផ្ទះធ្វើស្រែវាមិនអស់ចិត្តពីមុនយើងមានបំណងចង់ចូលរួមធ្វើជាអ្នកបដាល់ដើម្បីយករង្វាន់បើសិនជាយើងអាចជ័យយើងនឹងមានរង្វាន់ទិញកូនឡានមួយប្រើក៏ប៉ុន្តែកម្មវិធីកីឡារបស់យើងមានកម្មវិធីបែបនេះសោះក្នុងអង្គភាពត្រូវការរបស់យើងគ្មានកម្មវិធីបែបនេះសោះក្នុងអង្គភាពត្រូវការមនុស្សមានទេពកោសល្យ2យ៉ាងចំណែកខ្ញុំមានគ្រប់8យ៉ាងបើមិនជឿឲ្យខ្ញុំថតកុនរឿងកាប់ដាវខ្ញុំធានាមានគុណភាពល្អណែខ្ញុំនិយាយត្រូវទេណែយ៉ាងម៉េចដែរខ្ញុំកំពុងគិតថាធ្វើដំណើរផ្លូវទឹកមានបញ្ហាមួយទៀតទឹកហូរខ្លាំងណាស់
ប្រយ័ត្នមែនតើប្រយ័ត្នខាងមុខខ្លាំងណាស់ឡើងលើចាំងភ្លាមទឹកហូរខ្លាំងណាស់ទប់មិនជាប់ទេកងទ័ពសត្រូវមកដល់ហើយឆាប់រាយការណ៍ជូនលោកមេក្រុងភ្លាមគាត់ជូធីនភូឯកទី2នៅការពារសពប្រមាណមកតាមខ្ញុំពេលកំណត់ជួបគ្នានៅភ្នំជប៉ុនត្រីបាទឆាប់រត់អាណោពួកវាតាណាអស់ហើយពួកវារត់បាត់អស់ហើយពួកវាប្រហែលជាត្រឡប់ទៅប្រទេសចិនវិញទេដឹងមិនដាអញ្ចឹងទេវាមិនទម្លាប់ត្រឡប់ទៅវិញដល់បានអីទៅទេនោះទេអាពីរអ្នកហ្នឹងមិនបាច់តាមវាទេមិនព្រមដកថយទេមិនព្រមដកថយយ៉ាងម៉េចយើងនៅមានកិច្ចការជាច្រើនទៀតត្រូវធ្វើទៅកាន់កំពូលភ្នំជប៉ុនត្រីគឺនាងឆាប់រត់ទៅមិនបានជានាងប្រយុទ្ធជាមួយគេខ្ញុំចង់សងសឹកនាងគួរតែត្រឡប់ទៅវិញទៅទេពួកលោកទៅណាខ្ញុំក៏ទៅទីនោះដែរបានហើយអស់អីទៀតហើយណា
មានគ្រោះថ្នាក់ណាស់ខ្ញុំអាចនាំផ្លូវជូនលោកបាន ចាំមិញផ្ទះរបស់នាងឆ្ងាយពីទីនេះមែនទេ ចម្ងាយពីទីនេះ2គីឡូ ស្លៀកពាក់អញ្ចឹងប្រកាសជាបាយការដូរសម្លៀកបំពាក់ថ្មីបានទេ បានពួកលោកប្រកាសជាឃ្លានចាំខ្ញុំទៅរកចំណីជូនណា យេមិញនាងប្រយ័ត្នប្រយែងណា ចាំខ្ញុំផងលោកត្រូវតែចាំខ្ញុំណា មិនបានជាឯងឲ្យនាងនាំផ្លូវតោះទៅកាន់គោលដៅរបស់យើងវិញឯងមិនចាំនាងទេនេះជាភារកិច្ចពិសេសលោកមេបញ្ជាការបានផ្ដាំថាមិនឲ្យអ្នកណាចូលរួមក្នុងកិច្ចការរបស់យើងទេឯងយល់អញ្ចឹងមែនទេនាងនៅជាមួយយើងនាំតែមានគ្រោះថ្នាក់ឡោះទៅយើងពួកលោកថាចាំខ្ញុំហ៎ហេតុអី ណាស៊ីពួកគេនៅទីនេះចាប់រត់ទៅឲ្យឆាប់ឡើងឆាប់ឡើងប្រយ័ត្នតិចចាក់ត្រឹមណាខ្ញុំត្រូវបាត់ជើងតូចផ្លែតអាចឆ្ងាយយកលោកមេក្រមឲ្យឆាប់ឡើងបន្តិចទៅមកឆាប់ឡើងហើយទៅរួចហើយបានហើយទៅយើងឆាប់សានស្ងៀមឯងមិនអាចធ្វើឲ្យយើងបានទេឆាប់ឡើង
លឿនចាំដាក់កន្លែងហ្នឹងសមាមិត្តឯណាលិខិតស្គាល់ខ្លួនឯងអត់អីទេមិនអីទេខ្ញុំជួយរើសជូនលោកមិនអីទេណាយកទៅចែកបងប្អូនយើងញ៉ាំទៅអរគុណតែនេះលិខិតសម្គាល់ខ្លួនមិនបាច់ទេអញ្ជើញទៅចោះណែឲ្យគាត់ទៅចោះរបស់ទាំងនេះត្រូវបញ្ជូនទៅចំណុច337លោកត្រូវការពិនិត្យទេយើងមិនបានហាមាត់ថាត្រួតពិនិត្យនោះទេលោកមេក្រុមយានមានកងទ័ពសត្រូវបន្លំខ្លួនចូលមកមែនទេពួកយើងប្រកាសជាឈ្នះថ្ងៃក្រោយជួបគ្នាកងទ័ពសត្រូវម្ដងនេះឯងដោះស្រាយយ៉ាងម៉េចក្រុមយកការរបស់សត្រូវបានឆ្លងកាត់មកដល់កន្លែងយើងពួកគេប្រកាសជារកឃើញទីតាំងកំភ្លើងធំរបស់យើងលោកនាយជំវិញទីតាំងកំភ្លើងធំរបស់យើងរៀបចំអន្ទាក់សម្រាប់ពួកវារួចហើយមានមនុស្សសៀមលោកមេក្រុមគ្នាឯងទេលោកលាវនាងជាប្រជាជននៅព្រំដែននាងចង់រួមដំណើរជាមួយយើងណា
នេះមិនអីទេ ហេតុអីបានជាទម្លាក់កំភ្លើងចោល សុំអភ័យទោស ដល់លឿនណាស់ឆាប់ឡើង លឿនឆាប់នាំគ្នាឡើងភ្នំភ្លាមអូយចាស់យាមិញគិតយ៉ាងម៉េចនាងទៅជាមួយយើងទាំងអស់គ្នាឲ្យឆាប់ឡើងប្រយ័ត្នតិចណាប្រយ័ត្នតិច ខ្ញុំឡើងមិនរួចទេឆាប់រត់ទៅកុំរវល់នឹងខ្ញុំអី ទេនាងនៅម្នាក់ឯងគ្រោះថ្នាក់សម្បើមណាស់ អត់ទេតង់ខ្សែជាប់ លោកនោះស្នេហ៍ឯកក្រុមយកការរបស់យើងបានទៅដល់គោលដៅយ៉ាងទាន់ពេលវេលាហើយ ក៏ប៉ុន្តែទីនោះគ្រោះថ្នាក់ខ្លាំងណាស់ នេះជាភ្នំចំពោះអន្ត្រីហើយក៏ជាទីតាំងរបស់យើងដែរឆ្លងកាត់ខាងមុខគឺចំណុច655តាមការប៉ាន់ស្មានទីតាំងកំភ្លើងធំរបស់សត្រូវក៏នៅទីនោះដែរអ្នកណានៅខាងលើ គឺខ្ញុំមាន លើ គឺខ្ញុំមានការអីហ៎ ចាំមកនាងធ្វើឲ្យសត្វផ្អើលយ៉ាងនេះសត្រូវនឹងមានការចាប់អារម្មណ៍នាងដឹងទេ ខ្ញុំគ្រាន់តែចង់យកផ្លែឈើមកជូនអ្នកទាំងអស់គ្នាពិសានតែ ចេញពីទីនេះភ្លាម យើងត្រូវច្រឡំពួកហើយ លោកមេក្រុមលីងសលៀងទៅកាន់ចំណុច655 បាទ ធានភូនឹងគាត់ជួចចែកជាពីរផ្លូវប្រយុទ្ធជាមួយយិនសុងអ្នកនៅសល់តែប្រមាណវាយសម្រាប់ចូលទីតាំង655ភ្លាមបាទ បាទ ប្រយ័ត្នមីន ស៊ីលៀងអាយយ៉ាងម៉េចហើយ មិនអីទេលោកនៅការពារខ្ញុំនឹងកំទេចក្របមីនទាំងនេះចោលរួចហើយចាំយើងចេញដំណើរ ប្រយ័ត្នប្រយែងតិចចង់រាយយោសិស្សរវៃគ្រូ អ
ឡោមពាត់ពួកវាឲ្យវាចូលចម្លែកណាស់មិនក៏ស្ងាត់ជ្រាបអញ្ចឹង លាវខៃវ៉ាយើងសុទ្ធតែជាសិស្សដ៏ចំណាននៅសាលាខុនមិញម្ដងនេះពួកឯងចាញ់យើងហើយយើងមិនសម្រាប់ឆ្លើយសឹកទេឥឡូវយើងទុកឱកាសចុងក្រោយដល់ពួកឯងរយៈពេល30នាទីក្រោយបើសិនជាពួកឯងមិនព្រមចោះចាញ់យើងទេឯងកុំបន្ទោសយើងអសោះមកវិញទៅប្រយុទ្ធជាមួយពួកវានាងសំអាងលើអីខ្ញុំចង់សងសឹកមិនតាន់ដល់ពេលទេលោកមេបញ្ជាការក្របមីននឹងត្រូវកំទេចហើយសម្រាប់យើងមកចោចូលបោះថយ